សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នៃធានរឿងហើយក្នុងថ្ងៃនេះដែររឿងរ៉ាវរបស់យើងគឺតាក់ទងទៅនឹងរឿងខ្មោចដើមព្រីងហើយរឿងនេះដែរខ្ញុំបានស្ដាប់អំពីអ្នកមីម្នាក់ដែលមានឈ្មោះថាលៀងគាត់បាននិយាយរឿងរ៉ាវនេះប្រាប់ខ្ញុំថាគាត់បានជួបខ្មោចកាលដែលគាត់នៅពីក្មេងកាលនោះដែរគឺគាត់ទៅតែមានអាយុប្រហែលជា8ទៅ9ឆ្នាំតែប៉ុណ្ណោះគឺនៅអំឡុងឆ្នាំ1980ដែលប្រទេសកម្ពុជាយើងទៅតែរួចផុតអំពីរបបប្រល័យពូជសាសន៍ថ្មីដែរទេកាលនោះគឺគាត់ចូលចិត្តដើរលេងតែម្នាក់ឯងទៅណាក៏ម្នាក់ឯងដែរគឺគាត់មិនដែលចេះខ្លាចអ្វីឡើយថ្ងៃមួយគាត់បានដើរទៅបេះផ្លែព្រីងនៅឯក្បែរព្រៃខាងចុងភូមិមួយហើយព្រោះនៅទីនោះមានដើមព្រីងធំហើយមានផ្លែឈើច្រើនទៀតនៅពេលដែលទៅដល់កន្លែងដើមព្រីងនោះគាត់ក៏ប្រទះឃើញមានផ្ទះតូចមួយខ្នងនៅក្បែរដើមព្រីងនៅក្នុងផ្ទះឃើញមានសមាជិកចំនួន3នាក់មានដូចជាឪពុកម្ដាយនិងកូនស្រីដ៏ស្រស់ស្អាតម្នាក់ហើយមើលទៅសាច់ឈាមនិងការស្លៀកពាក់របស់ពួកគេអាចឲ្យដឹងថាគឺជាចិនឆាវនៅពេលដែលឃើញគាត់អ្នកទាំង3ក៏បានសេកដាក់កើតគ្រប់គ្នាហើយគាត់ចាំបានថាបុរសដែលជាប្តីនោះក៏មានដាក់ធ្មេញមាសទៀតផងដែរបុរសជាប្តីបាននិយាយមកកាន់គាត់ទាំងមិនបង្ហើមគាត់ទៅសោះគ្រាន់តែសេកដាក់គាត់ក៏ឮសំឡេងបុរសនោះហៅគាត់ឲ្យចូលទៅយកនំប៉័ងញ៉ាំផងដែរហើយគាត់ក៏បានចូលទៅក្នុងផ្ទះនោះព្រោះតែគាត់មិនដឹងថាពួកគាត់នោះជាខ្មោចឡើយទាំង3នាក់ប្តីប្រពន្ធនិងកូនសិតតែនិយាយមកកាន់គាត់ដោយមិនហាមអត់សោះគឺសេកដាក់គាត់ក៏ឮសំឡេងក្នុងត្រចៀកតែម្ដងគាត់ក៏មិនបានចាប់អារម្មណ៍ដែរថាពួកគាត់ទាំងនោះគឺជាខ្មោចនោះទេហើយកាលនោះគឺគាត់នៅក្មេងខ្មោចបង្ហាញខ្លួនក៏មិនគួរឲ្យខ្លាចគ្រួសារនោះគឺរស់រាយរាក់ទាក់ដាក់គាត់ខ្លាំងណាស់ហើយនៅពេលដែលគាត់ញ៉ាំនំប៉័ងឆ្អែតគាត់ក៏សុំត្រឡប់មកផ្ទះវិញហើយក៏ពីអ្នកប្តីប្រពន្ធថែមទាំងប្រាំគាត់ថាថ្ងៃក្រោយឲ្យឧស្សាហ៍មកលេងផ្ទះគាត់ទៀតផងនៅពេលដែលអ្នកមីងគាត់បានទៅដល់ផ្ទះវិញគាត់ក៏បានជួបនឹងម្ដាយរបស់គាត់ក៏សួរគាត់ថាទៅមកពីណាគាត់ក៏បានប្រាប់ទៅម្ដាយតាមត្រង់ដូចដែលគាត់បានជួបហើយក្រោយមកពេលដែលម្ដាយរបស់អ្នកមីងគាត់បានស្ដាប់ហើយគាត់ក៏បានស្ដីបន្ទោសទៅឲ្យគាត់នឹងហាមមិនឲ្យគាត់ទៅទីនោះដងទៀតទេតែគាត់ក៏មិនបានប្រាប់ថាវាគឺជាខ្មោចលងឡើយប្រហែលជាកាលនោះម្ដាយគាត់ខ្លាចអ្នកមីងនឹងភ័យខ្លាចទៅគាត់មិនប្រាប់នៅពេលនោះគាត់ក៏បានឃើញម្ដាយប្រញាប់ប្រញាល់យកអង្ករទៅមុខផ្ទះដើម្បីបញ្ជានៅអំបិលត្រុកចង្រៃចេញពីផ្ទះនិងបានសូត្រធัวយកខ្សែសីម៉ាអំបោះយកមកចងដៃឲ្យអ្នកមីងផងដែរហើយមើលទៅម្ដាយរបស់អ្នកមីងគឺដូចជាខ្វល់ខ្វាយនិងព្រួយបារម្ភពីអ្នកមីងខ្លាំងណាស់លុះកន្លងមកជាច្រើនឆ្នាំពេលអ្នកមីងធំនឹងក្តីទៅម្ដាយរបស់អ្នកមីងនឹកឃើញយករឿងហ្នឹងមកនិយាយប្រាប់អ្នកមីងថាការដែលអ្នកមីងនៅតូចនឹងត្រូវបានខ្មោចលងហើយខ្មោចហៅឲ្យទៅញ៉ាំនំប៉័ងទៀតផងតាមពិតទៅនៅកន្លែងដើមព្រីងនោះក៏គ្មានផ្ទះសម្បែងអ្វីនោះទេមានតែភ្នួរខ្មោចចិននៅក្បែរដើមព្រីងនោះតែប៉ុណ្ណោះនៅពេលដឹងការពិតគាត់ក៏មិនមានអារម្មណ៍ភ័យខ្លាចអីឡើយព្រោះវាបានកន្លងហួសទៅជាច្រើនឆ្នាំទៅហើយប៉ុន្តែគាត់បែរជាគិតថាខ្មោចនោះមិនមែនចង់មកលងឬក៏បន្លាយគាត់អីនោះទេប្រហែលជាខ្មោចនោះគាត់មានចិត្តល្អចង់ឲ្យនោះមកគាត់ញ៉ាំតែប៉ុណ្ណោះបើខ្មោចនោះចង់លងឲ្យគាត់ខ្លាចប្រហែលជាមិនបង្ហាញខ្លួនបែបនេះទេគឺអាចនឹងបង្ហាញជាមុខរលេះរលួយឬបែបរងបន្លាចឲ្យគាត់ភ័យខ្លាចបាសកញ្ញាមអីចឹងជាដើមហើយអ្នកមីងក៏ប្រាប់តែប៉ុណ្្នឹងគឺគាត់ថាគាត់នៅពីតូចគឺត្រូវបានខ្មោចលងហើយខ្មោចនឹងគឺខ្មោចដើមព្រីងទៀតផងហើយសម្រាប់រឿងនេះដែរគឺចប់តែប៉ុណ្្នឹងក៏សូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលបានស្ដាប់ពីដើមរហូតដល់ចប់សូមអរគុណសូមជម្រាបលា